សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនាំអារម្មណ៍មកមើលវិធីធ្វើប្រហុកលីងត្រប់ញងណាបងប្អូនដាក់ទុំ7ជូរតិចតិចអូហូបងប្អូនអើយជាមួយនឹងលក់ខ្ចីខ្ចីដែលយើងមានស្រាច់ឆ្ងាញ់ហ្មងបងប្អូននេះដូចត្រប់ញងហ្នឹងគឺវាដុសខ្លួនវាឯងបងប្អូនផ្លែតែក៏មិនសូវជាច្រើនប៉ុន្មានដែរវាអត់សូវកាន់មិនក៏មិនដឹងដែរបងប្អូនប៉ុន្តែមកថាយើងអាចយកមកធ្វើម្ហូបបានណាហើយសាច់ជ្រូកហ្នឹងគឺទិញមកពីខាងផ្សារពាក្យស្នៃបងប្អូនផ្លូវកាច់ចូលមកចកាហ្នឹងគឺមានផ្សារមួយហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺមានលក់ច្រើនណាបងប្អូនសាច់គោសាច់ជ្រូកអីមានទាំងអស់មានទាំងម្ហូបស្រាប់ក៏មានដែរអញ្ចឹងទៅប្រពន្ធនឹកឃើញថាយើងមានបន្លែហើយយើងមានលក់ហ្នឹងហើយអញ្ចឹងក៏ចង់សាកប្រហុកលីងប្រហុកលីងហ្នឹងគឺយើងប្រហុកលីងទុំ7យើងមានប្រហុកទៅយើងមានសាច់ជ្រូកហើយនឹងត្រប់ញងយើងហ្នឹងឯងត្រប់ញងនៅនឹងចកាស្រាច់ម្ដងហើយឥឡូវយើងយកត្រប់ញងមកលីងវាឲ្យឈ្ងុយសិនណាបងប្អូនហ្នឹងហើយមុននឹងយើងដាក់វាលាយគ្នាជាមួយនឹងសាច់ជ្រូកជាមួយនឹងសាច់ជ្រូកច្រាំយើងហ្នឹងឥឡូវយើងយកសាច់ជ្រូកច្រាំហ្នឹងមកលីងយើងដាក់គ្រឿងធម្មតាបងប្អូនប្រេចប៊ីចេងស្ករហ្នឹងហើយម្សៅស៊ុបហ្នឹងហើយយើងលីងវាឈ្ងុយរួចហើយមើលតែឆ្អិនហើយយើងដាក់ប្រហុកយើងចូលត្រប់ញងយើងចូលសំទោសបាទហ្នឹងហើយទុំ7ទៅទៅជាតិតែហ្មងបងប្អូនអើយមើលតែរូបសម្រស់នឹងដឹងហ្មងអ្វីដែលសំខាន់គឺនេះលក់យើងនេះពោតបារាំងនឹងគឺថាទៀបមកចង្អាមពីដីបងប្អូនតែផ្លែដល់កហើយនឹងអាហ្នឹងគឺត្រប់ផុនយើងណាត្រប់ស្រួយយើងហ្នឹងយើងបានវាឲ្យផលហើយឥឡូវយើងមកថែមម្ទេសយើងបន្តិចទៀតទៅតើបងប្អូនឃើញម្ទេសហើយដូចថាអារម្មណ៍ក្តុកក្តួលវាជ្រោចទឹកមានដើមខ្លះវាជ្រោចទឹកតែមើលនេះវិញផ្លែឡើងក្តាំងបងប្អូនអើយហើយយើងចាប់ដើមរៀបចំបន្លែយើងមានត្រប់ញោមានពោតបារាំងមានម្ទេសណែជាពិសេសដែរខ្ញុំមានទុំម្លឹកមួយទៀតបងប្អូនទុំម្លឹកនេះក៏ទុំម្លឹកនៅខ្ញុំកាងដែរហើយវាស៊ីគ្នាជាមួយនឹងម្ហូបយើងតែម្ដងណាអត់មើលមកបងប្អូនទុំម្លឹកមិនដែរគឺពេញចិត្តបឹបហ្មងបងប្អូនអើយរូបសម្រស់ហ្នឹងគឺថាតំណងជាតិហ្មងហើយមកបាយនេះបាយនេះក៏ដាំឡើងមកទឹកឡើងស្រួយហ្មងគឺឆ្ងាញ់ជាមួយនឹងប្រហុកលីងយើងត្រប់ញងយើងទាំងម្ដងនេះហើយដាក់ម្ទេសហិលឲ្យមេដៃទៀតហើយលក់ខ្ចីឆ្ងាញ់ហ្មងបងប្អូនធានាហ្មងថានៅបែបព្រៃភ្នំហើយយើងមកធ្វើបែបប្រហុកលីងត្រប់ញងដាក់ទុំ7អញ្ចឹងទៀតពងតហត់ផងនិយាយថាពីជាតិមួយម៉ាត់ហើយមួយម៉ាត់ទៀតម៉ាត់ហើយម៉ាត់ទៀតបាទបងប្អូនថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ